សូមកុំខ្ជះខ្ចាយពេលវេលាសូមកុំធ្វេសប្រហែសកុំខ្ជិលច្រអូសហើយកុំគិតតែដើរលេងដោយគ្មានទិសដៅច្បាស់លាស់គិតមើលទៅបើអ្នករកបានត្រឹមតែ$500ក្នុងមួយខែនោះមួយឆ្នាំអ្នករកបាន$6,000ហើយបើអ្នកបន្តរបៀបនេះអស់រយៈពេល10ឆ្នាំអ្នកនឹងរកបានប្រហែល$60,000ប៉ុន្តែនៅទីបំផុតលុយសន្សំរបស់អ្នកប្រហែលជាមិនដល់20%នៃចំនួននោះផងព្រោះអ្នកត្រូវចំណាយផ្សេងតើអ្នកចង់ឲ្យជីវិត10ឆ្នាំរបស់អ្នកមានត្រឹមប៉ុណ្្នឹងមែនឬដល់ពេលហើយចូលប្រឹងប្រែងឲ្យអស់ពីលទ្ធភាពសូមប្រយុទ្ធនឹងភាពខ្ជិលច្រអូសរបស់អ្នកត្រឹមតែ2ទៅ3ខែក្រោយមកប្រសិនបើអ្នកចាប់ផ្ដើមប្រឹងប្រែងពិតប្រាកដអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាកម្លាំងចិត្តរបស់អ្នកបានផ្លាស់ប្ដូរគំនិតរបស់អ្នកកាន់តែមុតស្រួចហើយថាមពលរបស់អ្នកក៏កើនឡើង2ទៅ3ឆ្នាំក្រោយមកអ្នកនឹងមានអារម្មណ៍យ៉ាងច្បាស់ថារង្វង់ទំនាក់ទំនងរបស់អ្នកបានផ្លាស់ប្ដូរអ្នកនឹងស្កែលមនុស្សដែលមានគោលដៅនិងទស្សនវិជ្ជាជីវិតដូចអ្នកដែលអាចជួយជំរុញអ្នកឲ្យកាន់តែរីកចម្រើន5ទៅ6ឆ្នាំក្រោយមកអ្នកនឹងឃើញថាផ្លូវជីវិតរបស់អ្នកបានបត់បែនទៅកាន់ទិសដៅដ៏ល្អប្រសើរមួយដែលអ្នកមិនធ្លាប់នឹកស្មានដល់កាលពីមុនហេតុអ្វីបានជាមនុស្សខ្លះគេអាចផ្លាស់ប្ដូរជីវិតបានជោគជ័យចំណែកយើងបែរជាជាប់គាំងងើបមិនរួយសោះនោះក៏ព្រោះតែអ្នកភ្លេចប្រឹងប្រែងភ្លេចដាក់កម្លាំងកាយចិត្តកម្លាំងប្រាជ្ញាទៅលើអ្វីដែលអ្នកចង់បានហេតុអ្វីបានជាដំណក់ទឹកតូចដូចគ្នាតែដំណក់ទឹកខ្លះអាចជ្រាបចូលថ្មរឹងមាំបានចំណែកដំណក់ទឹករបស់ញាក់បែរជាគ្មានសល់ស្លាកស្នាមនោះក៏ព្រោះតែញាក់ភ្លេចនៅការតស៊ូភ្លេចបន្តព្យាយាមជាប្រចាំមិនថាជួបឧបសគ្គធំធេងប៉ុណ្ណាឡើយដូច្នេះហើយសូមចងចាំកុំជ្រើសរើសភាពសុខស្រួល